Nếu giúp mùi niêu rồi đầu vô xa, mệt ngô ngật sợ áp, chó bọ bọc nâng miền phim thẹn rồi lầm sạch sạch, tám đong plei chiết mùi, đã chlong cắt nằm bon sạt chân ngốm, nẹo phùm nơi tin nu, tai ta đi dây to to khni tha, miến khmoi tay hào mùi cùng pung lông bον lách nẹo nằm na, nếu con lai cong, plei đọc ru thạ mùi, kì đi dây tha cá pi chiêng chram muốn, miền lan đặc nẹo nằm na mùi, ban cỏ lạp nơi tin nu. Đói xa phimធ្លាក់ខ្លាំងនឹងផ្លូវរអិលមនុស្សជាច្រើនបានស្លាប់ភ្លាមដោយមិនបានត្រៀមខ្លួនចាប់តាំងពីពេលនោះមកអ្នកដែលធ្វើដំណើរពេលយប់តែងតែឃើញស្រមោលមនុស្សឈរនៅក្បែរផ្លូវឬឮសំឡេងស្រែកឲ្យជួយពីក្នុងភាពងងឹតយប់មួយមានបុរសម្នាក់ឈ្មោះវណ្ណាបើកឡានត្រឡប់ពីខេត្តមកផ្ទះវិញពេលទៅដល់កន្លែងនោះគាត់សង្កេតឃើញស្ត្រីម្នាក់ស្លៀកសម្លៀកបំពាក់សពោពេញដោយទឹកភ្លៀងកំពុងឈរនៅចិញ្ចើមផ្លូវនាងលើកដៃសុំជីឡានដោយអាណិតបណ្ណាបានឈប់ឡានហើយឲ្យនាងឡើងជិះនាងអង្គុយស្ងៀមនៅកៅអីខាងក្រោយនិងមិននិយាយស្ដីអ្វីទាំងអស់ប៉ុន្តែបន្ទាប់ពីបើកឡានបានបន្តិចវណ្ណាសម្លឹងមើលកញ្ចក់ខាងក្នុងឡានអ្វីដែលគាត់ឃើញធ្វើឲ្យឈាមក្នុងខ្លួនស្ទើរតែកកភ្លាមនៅកៅអីខាងក្រោយគ្មានមនុស្សអង្គុយទេគាត់ងាកទៅមើលដោយផ្ទាល់ក៏ឃើញនាងនៅទីនោះដដែលតែពេលមើលក្នុងកញ្ចក់នាងបាត់រូបទៅវិញស្រាប់តែសំឡេងស្ត្រីនោះនិយាយយឺតថាបងកុំបើកលឿនពេកខាងមុខគ្រោះថ្នាក់ណាស់វណ្ណាភ័យខ្លាចខ្លាំងប៉ុន្តែព្យាយាមទប់អារម្មណ៍គាត់បន្ថយល្បឿនភ្លាមមិនដល់1នាទីផងស្រាប់តែឡានធំមួយរអិលឆ្លងមកផ្លូវម្ខាងទៀតយ៉ាងលឿនប្រសិនបើគាត់មិនបន្ថយល្បឿនទេគាត់ប្រកាសជាបុកពេញទំហឹងបន្ទាប់ពីគ្រោះថ្នាក់នោះផុតទៅវណ្ណាអង្គអរគុណស្ត្រីនោះប៉ុន្តែពេលងាកទៅក្រោយវិញកៅអីខាងក្រោយគឺទទេស្អាតគ្មាននរណាម្នាក់នៅទីនោះទេនៅថ្ងៃបន្ទាប់គាត់បានសួរអ្នកភូមិក្បែរនោះពួកគេប្រាប់ថាស្ត្រីដែលគាត់បានឃើញគឺជាមនុស្សម្នាក់ដែលបានស្លាប់ក្នុងគ្រោះថ្នាក់ឡានក្រឡាប់កាលពីជាងច្រើនឆ្នាំមុនមនុស្សជាច្រើនក៏ធ្លាប់ឃើញនាងដូចគ្នាខ្លះថានាងជាខ្មោចតៃហោងដែលនៅមិនទាន់ទៅចាប់កំណើតនៅឡើយទេអ្នកខ្លះទៀតថានាងមិនបានលាងបន្លាចទេប៉ុន្តែនាងតែព្យាយាមជួយអ្នកដំណើរឲ្យរួចផុតពីគ្រោះថ្នាក់ដោយដែលនាងធ្លាប់ជួយការនៅរស់ចាប់តាំងពីពេលនោះមកវណ្ណាមិនដែលភ្លេចយប់នោះឡើយរាល់ពេលដែលគាត់បើកឡានឆ្លងកាត់កន្លែងនោះគាត់តែងតែបន្ថយល្បឿននិងសូត្រឧទ្ទិសកុសលជូនដល់វិញ្ញាណដែលបានស្លាប់នៅទីនោះហើយរហូតមកដល់សពថ្ងៃនេះអ្នកភូមិខ្លះនៅតែនិយាយថានៅយប់ភ្លៀងធ្លាក់ខ្លាំងគេអាចឃើញស្រមោលស្ត្រីស្លៀកពាក់សឈរនៅចិញ្ចើមផ្លូវនោះដោយស្ងៀមស្ងាត់កំពុងរងចាំអ្វីមួយនៅក្នុងភាពងងឹតបន្ទាប់ពីហេតុការណ៍ដ៏ចម្លែកនោះវណ្ណាព្យាយាមបំភ្លេចវាចោលប៉ុន្តែរាល់យប់ពេលគាត់បិទភ្នែកដេកគាត់តែងតែឃើញមុខស្ត្រីស្លៀកពាក់សនោះក្នុងសុបិននៅក្នុងសុបិននាងឈរនៅក្បែរឡានកុលាបមួយភ្លៀងធ្លាក់ខ្លាំងសម្លេងមនុស្សស្រែកយំនិងសុំជំនួយលាន់ឮពេញកន្លែងនោះតែម្ដងនាងតែងតែនិយាយតែមួយឃ្លាដដែលថាជួយពួកយើងផងវណ្ណាភ្ញាក់ពីដំណេកទាំងបែកញើសជួខ្លួនប៉ុន្មានថ្ងៃក្រោយមកគាត់បានសម្រេចចិត្តត្រឡប់ទៅកន្លែងកើតហេតុនោះម្ដងទៀតដើម្បីដឹងការពិតគាត់បានជួបចាស់ទុំម្នាក់នៅភូមិក្បែរនោះបុរសចំណាស់នោះប្រាប់ថាកាលពីជាង10ឆ្នាំមុនមានឡានដឹកកម្មករមួយបានក្រឡាប់ធ្លាក់ចូលប្រឡាយធំមនុស្សជាច្រើនស្លាប់ភ្លាមខណៈអ្នកខ្លះក៏ត្រូវជាប់នៅក្នុងឡានដោយគ្មានអ្នកជួយទាន់ពេលដោយសារតែហេតុការណ៍កើតឡើងនៅយប់នោះនិងភ្លៀងខ្លាំងការសង្គ្រោះមានការលំបាកណាស់ចាស់ទុំបាននិយាយបន្តថាអ្នក
ស្លាប់ខ្លះរកសពមិនឃើញផងកូនអ្នកភូមិជឿថាវិញ្ញាណពួកគេនៅតែស្ថិតនៅទីនោះពាក្យនោះធ្វើឲ្យវណ្ណាមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងនៅយប់ថ្ងៃពេញបូរមីមួយគាត់នាំយកទៀនធូបនិងចង្ហាន់ទៅឧទ្ទិសកុសលនៅកន្លែងគ្រោះថ្នាក់នោះខណៈកំពុងអុជធូបស្រាប់តែខ្យល់ត្រជាក់មួយបក់កាត់ខ្នងគាត់ប៉ុន្តែមើលជុំវិញនៅក្រោមពន្លឺព្រះច័ន្ទគាត់បានឃើញស្រមោលមនុស្សជាច្រើនឈរនៅឆ្ងាយមានបុរសមានស្ត្រីនិងកុមារពួកគេឈរសម្លឹងមកគាត់ដោយស្ងៀមស្ងាត់វណ្ណាចង់រត់ប៉ុន្តែជើងរបស់គាត់ដូចជាធ្ងន់មិនអាចកម្រើកបានស្រាប់តែស្ត្រីស្លៀកពាក់សនោះដើរចេញមកពីចម្ងាយក្នុងចំណោមស្រមោលទាំងនោះនាងញញឹមស្រាលស្រាលជាលើកដំបូងនាងមិនមើលទៅគួរឲ្យខ្លាចទេប៉ុន្តែពោពេញទៅដោយទុក្ខសោកសៅនាងលើកដៃសំពះវណ្ណាហើយនិយាយថាអរគុណបន្ទាប់មកស្រមោលទាំងអស់ចាប់ផ្ដើមរសាត់បាត់ទៅក្នុងអាប់ស្រាលស្រាលតែភ្លាមនោះស្រាប់តែមានសម្លេងមួយបន្លឺឡើងពីក្រោយវណ្ណាសម្លេងនោះមិនមែនជាស្ត្រីទៀតឡើយវាជាសម្លេងបរិសុទ្ធស្អកដែលនិយាយថាពួកគេនៅទៅហើយតែខ្ញុំនៅមិនទាន់ទៅទេវណ្ណាងាកទៅមើលយឺតហើយអ្វីដែលគាត់ឃើញនៅក្រោយធ្វើឲ្យឈាមក្នុងខ្លួនត្រជាក់ស្ទើរតែកកវណ្ណាងាកទៅមើលយឺតនៅក្រោមម្លប់ដើមឈើធំមួយក្បែរកន្លែងដែលឡានធ្លាក់ក្រឡាប់គាត់បានឃើញបុរសម្នាក់ឈរស្ងៀមសម្លៀកបំពាក់របស់បុរសនោះរហែកខ្ទេចខ្ទីនិងប្រឡាក់ដោយភក់ផ្នែកម្ខាងនៃមុខរបស់គាត់មានស្នាមរបួសធំគួរឲ្យរន្ធត់ភ្នែកទាំងពីររបស់គាត់សម្លឹងមកវណ្ណាដោយមិនប្រព្រឹត្តវណ្ណាមានអារម្មណ៍ថាបេះដូងរបស់គាត់កំពុងលោតខ្លាំងរហូតស្ទើរតែផ្ទុះចេញពីទ្រូងគាត់ព្យាយាមសូត្រធម៌ដែលចាំបានប៉ុន្តែសំឡេងរបស់គាត់ញ័ររហូតនិយាយមិនសូវចេញបុរសនោះដើរមកម្ដងមួយជំហានសំឡេងជើងរបស់គាត់លាន់ឮពីដីសើមពួកគេទាំងអស់បានទៅហើយតែខ្ញុំនៅជាប់នៅទីនេះវណ្ណាសួរទាំងភ័យថាលោកជានរណាបុរសនោះសោយតិចខ្ញុំជាអ្នកបើកឡានពាក្យមួយឃ្លានេះធ្វើឲ្យវណ្ណាស្ទើរតែដួលគាត់នឹកឃើញរឿងដែលអ្នកភូមិប្រាប់ថាអ្នកបើកឡានក្នុងគ្រោះថ្នាក់នោះក៏បានស្លាប់ដែរប៉ុន្តែពាក្យអាចារ្យមារាមថាមុននឹងកើតហេតុគាត់បានផឹកស្រានិងបើកឡានលឿនជ្រុលគ្រោះថ្នាក់នោះបានឆក់យកជីវិតមនុស្សជាច្រើនបុរសនោះឈប់នៅចំពោះមុខវណ្ណាខ្ញុំមានបាបធ្ងន់ណាស់ខ្ញុំមិនអាចទៅណាបានទេខ្យល់ត្រជាក់បក់កាន់តែខ្លាំងស្រាប់តែវណ្ណាបានឃើញស្រមោលមនុស្សជាច្រើនលេចឡើងនៅជុំវិញកន្លែងនោះពួកគេជាអ្នកដំណើរដែលបានស្លាប់ក្នុងគ្រោះថ្នាក់នោះតែពេលនេះពួកគេមិនមានទឹកមុខកំហឹងទេពួកគេឈរស្ងៀមហាក់ដូចជាកំពុងរងចាំអ្វីមួយបុរសអ្នកបើកឡានលោតជង្គង់យឺតគាត់យំទឹកភ្នែកហូរចុះលាយជាមួយនឹងទឹកភ្លៀងខ្ញុំសុំទោសអ្នកទាំងអស់គ្នាពេលនោះវណ្ណាបានអុជធូបបន្ថែមហើយបួងសួងឧទ្ទិសកុសលជូនដល់វិញ្ញាណទាំងអស់មួយសន្ទុះក្រោយមកពន្លឺស្រាលមួយបានលេចឡើងនៅកណ្ដាលអាប់ស្រមោលទាំងអស់នោះចាប់ផ្ដើមរសាត់បាត់ទៅម្ដងមួយអ្នកបើកឡានងើបមុខឡើងជាលើកចុងក្រោយគាត់បានសម្លឹងមើលវណ្ណាទឹកមុខរបស់គាត់លែងគួរឲ្យខ្លាចដូចមុនទៀតហើយអរគុណនិយាយចប់ស្រមោលរបស់គាត់ក៏រសាត់បាត់ទៅក្នុងពន្លឺនោះដែរនៅសល់តែខ្យល់ត្រជាក់និងភាពស្ងប់ស្ងាត់នៃរាត្រីចាប់តាំងពីយប់នោះមកគ្មានអ្នកណាម្នាក់ឃើញខ្មោចតៃហោងនៅកន្លែងនោះទៀតឡើយប៉ុន្តែអ្នកភូមិនៅតែចងចាំរឿងនេះហើយតែងតែប្រាប់កូនចៅថាការបើកបរដោយប្រុងប្រយ័ត្នមិនត្រឹមតែការពារជីវិតខ្លួនឯងនោះទេតែថែមទាំងការពារអ្នកដទៃផងដែរបន្ទាប់ពីវិញ្ញាណអ្នកបើកឡាននិងអ្នកដំណើរទាំងអស់រសាត់បាត់ទៅក្នុងពន្លឺនោះវណ្ណានៅឈរស្ងៀមម្នាក់ឯង
ក្នុងភាពងឹតខ្យល់ដែលធ្លាប់ត្រជាក់ស្រមោលស្រាលក៏ស្ងាត់ទៅវិញអាប់ដែលគ្របដណ្ដប់កន្លែងគ្រោះថ្នាក់អស់ជាច្រើនឆ្នាំក៏ហាក់ដូចជាប្រសាទបាត់បន្តិចម្ដងប៉ុណ្ណាបានសំពះឧទ្ទិសកុសលជាលើកចុងក្រោយរួចត្រឡប់ទៅផ្ទះវិញចាប់តាំងពីយប់នោះមកគាត់លែងសុបិនឃើញស្ត្រីស្លៀកពាក់សនិងសម្រែកស្រែកសុំជំនួយទៀតហើយប៉ុន្តែ3ខែក្រោយមកមានព្រឹត្តិការណ៍មួយបានកើតឡើងនៅយប់ភ្លៀងធ្លាក់ខ្លាំងដោយការពីមុនវណ្ណាបើកឡានឆ្លងកាត់កន្លែងនោះម្ដងទៀតពេលទៅដល់ចំណុចដដែលធ្លាប់កើតគ្រោះថ្នាក់គាត់ស្រាប់តែឃើញឡានមួយគ្រឿងបែកកង់ឈប់នៅចិញ្ចើមផ្លូវនៅក្បែរឡាននោះមានគ្រួសារមួយកំពុងឈរភ័យស្លន់ស្លោខណៈរថយន្តធំកំពុងបើកឆ្លងកាត់យ៉ាងលឿនវណ្ណាបានឈប់ជួយពួកគេភ្លាមបន្ទាប់ពីជួយផ្លាស់កង់និងជួយជូនពួកគេគេចផុតពីកន្លែងគ្រោះថ្នាក់ក៏បន្តដំណើរទៅមុខតែពេលមើលកញ្ចក់ក្រោយគាត់បានឃើញអ្វីមួយនៅចិញ្ចើមផ្លូវឆ្ងាយមានស្ត្រីស្លៀកពាក់សម្នាក់កំពុងឈរនាងកំពុងញញឹមមករកគាត់លើកនេះមុខរបស់នាងមិនសោកសៅទៀតទេវណ្ណារញឹមតបទៅវិញហើយលើកដៃសំពះមួយប្រភ្លេចភ្នែកក្រោយមកស្រមោលនោះក៏បាត់ទៅគាត់យល់ភ្លាមថាវិញ្ញាណទាំងនោះមិនបានបង្កគ្រោះថ្នាក់ដល់មនុស្សឡើយពួកគេគ្រាន់តែចង់ឲ្យអ្នករស់ចងចាំមេរៀននៃការបាត់បង់និងចេះជួយគ្នាក្នុងគ្រាលំបាកចាប់ពីថ្ងៃនោះមកវណ្ណាបានចូលរួមការសង្គ្រោះគ្រោះថ្នាក់ចរាចរណ៍នោះដោយស្ម័គ្រចិត្តគាត់ជួយអ្នករងគ្រោះជាច្រើនអ្នកនិងផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍អ្នកភូមិបាននិយាយថាកន្លែងដែលធ្លាប់ល្បីថាមានខ្មោចតៃហោងលងនោះលែងមានរឿងចម្លែកកើតឡើងទៀតហើយនៅសល់តែរឿងនិទានមួយដែលត្រូវបាននិយាយតគ្នាពីចំនួនមួយទៅចំនួនមួយអំពីខ្មោចក្រាប់ឡានដែលជាខ្មោចតៃហោងវិញ្ញាណនៃអ្នកស្លាប់ក្នុងគ្រោះថ្នាក់ដ៏អាក្រក់មួយហើយទីបំផុតបានទទួលសេចក្តីសុខរឿងនេះក៏បានមកដល់ទីបញ្ចប់សូមបងប្អូនរងចាំស្ដាប់នៅការនិទានរបស់ខ្ញុំបន្តទៀតសូមអរគុណបងប្អូនដែលស្ដាប់រឿងនេះពីសេចក្តីចាប់ផ្ដើមនិងដល់សេចក្តីបញ្ចប់សូមអរគុណបងប្អូនទាំងអស់គ្នាច្រើនសូមឲ្យជួបតែសេចក្តីសុខនិង